បាទដំណើរកំសាន្តមកទីក្រុងអយុធជាហ្នឹងហើយអញ្ចឹងដំណើរកំសាន្តមួយនេះផងដែរគឺជាដំណើរកំសាន្តវិលុកផ្សងព្រេងមួយដែលយើងចំណាយលុយអស់តិចហ្នឹងហើយត្រឹមតែ$100តែប៉ុណ្ណឹងបាទជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនសាជាថ្មីម្ដងទៀតហើយជួបជាមួយគ្នាបាទ Reading ហ្នឹងហើយថ្ងៃនេះគឺយើងធ្វើ vlog បាទផ្សងព្រេងបាទដាក់ក្នុង page ផ្សងព្រេងតែម្ដងហ្នឹងហើយថ្ងៃនេះអូហូយបើកឆាកដំបូងគឺយើងធ្វើដំណើរពីប្រទេសកម្ពុជាមកកាន់ប្រទេសថៃតែម្ដងហ្នឹងហើយហើយការធ្វើដំណើរគឺចំណាយលុយធ្វើមិនឲ្យតិចបំផុតតាមតែអាចធ្វើទៅបានណាអញ្ចឹងការធ្វើដំណើរយើងថ្ងៃនេះគឺធ្វើដំណើរចេញតាមច្រកខាងផងយើងហ្នឹងចូលតាមព្រំប្រទល់មកហ្នឹងហើយដោយឆ្លងកាត់ហ្នឹងគឺយើងត្រូវជិះតាក់ស៊ីចំណាយមកចំណាយមកដំបូងគឺ140បាតអូខេហ្នឹងហើយបន្ទាប់ពីចំណាយលុយ140បាតហើយគឺយើងជិះមកដល់ខាងត្រាតបាទខាងត្រាតហ្នឹងគឺយើងត្រូវចំណាយទិញសមុទ្រមួយទៀតហ្នឹងហើយទៅតាមសមុទ្រទៅតាមសមត្ថភាពដែលយើងអាចធ្វើទៅបានយើងព្យាយាមយកយានជំនិះណាដែលលឿនហើយចំណាយលុយតិចហ្នឹងហើយអញ្ចឹងគឺយើងចំណាយលុយ290បាតតទៀតហ្នឹងហើយដើម្បីធ្វើដំណើរទៅកាន់ក្រុងថេបផងដែរហ្នឹងហើយអញ្ចឹងយើងនឹងមានសកម្មភាពច្រើនទៀតនៅបងប្អូនចង់ដឹងថាខ្ញុំបាននឹងជួបអ្វីថ្មីហើយអ្វីប្លែកៗហើយពិសេសនោះអាហារឆ្ងាញ់ៗប៉ុណ្ណាកុំភ្លេចតាមដានអរគ្នា Let's goនេះbooking ឡានតាក់ស៊ីហើយឈរចាំហើយឈរអ៊ុតលេខឈរមើលលេខតើលេខហ្នឹងមែនអត់បាទសួស្តីអ្នកទាំងអស់គ្នាឥឡូវយើងរំលំដល់តាក់ស៊ីបានជិះអញ្ចឹងសម្រាប់បងប្អូននៅក្រៅពេលដែលមកដល់ថ្ងៃថៃមកដល់បាងកកហ្នឹងពេលដែល booking យើងត្រូវ booking ទៅមើលពីតម្លៃទៅហើយដល់មកយើងហៅតាក់ស៊ីធម្មតាមកហ្នឹងហើយលឿនជាងតែយើងតម្លៃបាទបងប្អូនឥឡូវពេលនេះយើងមកដល់ទីតាំងកន្លែងដែលយើងត្រូវសម្រាកហើយបានមកទុកហើយតោះមកយើងធ្វើដំណើរកំសាន្តបន្តទៀតដែលយើងទៅផ្សារណាត់ស្អីផ្សេងៗជាដើមបាទហ្នឹងហើយយើងចង់ដឹងថាទីផ្សារនៅប្រទេសថៃមានអ្វីលក់ខ្លះហ្នឹងហើយតាមពុកម៉ែបងប្អូនខ្លប់ច្រើនមែនតើឲ្យតែមានលុយទិញហ្នឹងហើយចង់បានអីក៏បានដែរអូខេហើយយើងមកដល់ទីកន្លែងគេសម្រាកហើយអូខេជុះខូប៊ីអូនបាសក់ឥឡូវមិញយើងបានជីគេមិញបងជីគេមិញសំឡនោះលឿនដល់កឡើងបាសក់បងអាហ្នឹងជួអាហ្នឹងជីស្អែកជួហ្នឹងបាសក់អូខេនៅណាអូយយើងក្រោកពីព្រលឹមហ្នឹងហើយយើងកំពុងតែធ្វើដំណើរទៅរកអាហារពេលព្រឹកដែលមានតម្លៃធូរហើយឆ្ងាញ់ហើយច្រើនទៀតហ្នឹងហើយធូរឆ្ងាញ់ហើយច្រើននៅណាមានអញ្ចឹងអរគុណតាមអ្នកទាំងអស់គ្នាតោះដល់នេះ Let's go ឥឡូវយើងធ្វើដំណើរកន្លែងគេនៅបាងកកហើយកំពុងមកដល់ស្ថានីយ៍រថភ្លើងដើម្បីទិញសមុទ្រហើយឡើងទៅយកជាឥឡូវនេះយើងទិញសមុទ្រភ្លើងហើយហើយឥឡូវកំពុងមកដល់ទីតាំងឡើងភ្លើងអូខេចឹងទៅទាំងអស់គ្នា Let's go
កុំឲ្យបងឥឡូវនេះយើងមកដល់អយុធ្យាហ្នឹងហើយតែយើងជិះចុះពីរថភ្លើងនៅហ្នឹងនេះហៅថានេះរថភ្លើងយើងចុះមកពីស្ថានីយ៍រថភ្លើងយើងមកដល់ទល់មុខហ្នឹងគឺមានកន្លែងជួលម៉ូតូជិះម្ដងដែលមានទីតាំងបង្ហាញវិញព្រឺស្រាប់ហ្មងដែលយើងចង់ទៅណាមកណាអីអូទៅជិះស្អាតស្អាតម្ដងហើយយើងទៅក្រុងអយុធ្យាហ្នឹងគឺមានទីតាំងកំសាន្តច្រើនដែលឃើញនៅក្នុងរូបហ្នឹងហើយយើងជិះម៉ូតូទៅទាំងអស់គ្នានេះខ្ញុំឯងដូចអញ្ចឹងតោះទៅទាំងអស់គ្នាយកឲ្យតែភ្លៀងទៀតចង់និយាយណាចុះញ៉ៃចែឥឡូវយើងមកដល់កន្លែងគេយើងយកមកបុកគេយើងយកហើយមកដល់គឺពី3ជុំពី3បងហើយបាទភាសាមើលទៅដូចសាលារៀនដូចសាលារៀនបន្តីសាលាអង់គ្លេសអញ្ចឹងណាហ្នឹងហើយយើងឃើញទាំងអស់គ្នាគឺដូចមែនហើយទីចុះពីឡើងគឺថាមិនមែនទេបាទពិតកន្លែងគេសោះខូចយល់ហើយឥឡូវខ្ញុំថាដល់យើងដល់ទីឲ្យទៀតដឹងមានកន្លែងគេអត់ទេយើងសាលារៀនទេហ្នឹងសាលារៀនគឺសាលាបន្តីអ៊ីងលីស4ជាតិស្រែនអ៊ីងលីស4ជាតិស្រែនទេទាំងភ្លៀងហ្មងហ្នឹងហើយសុបាយបកប់អូខេហ្នឹងហើយលក្ខណៈថា$100មកលេងប្រទេសថៃ What អូខេអូស្អីថាយើងនិយាយច្រើនហ្នឹងមិនញ៉ាំតែផាប់ស៊ីណាអត់ទៅធ្វើសម្រាប់ផាប់ស៊ីតែសាំមិនញ៉ាំមក3 4ដងផាប់ស៊ីvề cho lại bán cho lại ភ្លើងមកដល់ហើយឥឡូវយើងត្រៀមឡើងរថភ្លើងឡើងទៅបាងកកវិញចេញពីក្រុងអយុធ្យាជំរាបសួរបាទวันดีจ้า អូហូយបាទសួយម៉ាក់មកណា ขอบคุณนะคะ បងខ្មែរដែរបង จ้าខ្មែរតា ខ្មែរអូខេឥឡូវយើងមកត្រឡប់ជួបគ្នាសាជាថ្មីជាមួយនឹងដុកសងព្រេងជាដំណើរកំសាន្តបាទដំណើរកំសាន្តមកទីក្រុងអយុធ្យាហ្នឹងហើយអញ្ចឹងដំណើរកំសាន្តមួយនេះផងដែរគឺជាដំណើរកំសាន្តវិលុកសងព្រេងមួយដែលយើងចំណាយលុយអស់តិចហ្នឹងហើយត្រឹមតែ$100តែប៉ុណ្ណោះ បាក់យើងចាយយើងញ៉ាំហើយយើងជិះឡានយើងជិះតុកតុកនិយាយទៅគឺច្រើនណាស់ហើយយើងជិះអតេះភ្លើងនៅខាងក្រោយខ្នងខ្ញុំអញ្ចឹងគឺយើងជិះអតេះភ្លើងពីបាងកកទៅអយុធ្យាត្រឹមតែ15 បាតតែប៉ុណ្ណោះ
ហូយអស់តិចមែនតើបងចឹងសម្រាប់ពុកម៉ែបងប្អូនដែលធ្វើដំណើរកំសាន្តចង់មកលេងទីក្រុងបាទបាងកកឬទីក្រុងអយុធ្យាគឺចំណាយលុយតិចគឺរាល់ណាយើងការចំណាយលើការធ្វើដំណើរគឺដូចជាជិះរថភ្លើងពីបាងកកទៅក្រុងអយុធ្យាអស់ត្រឹមតែ15 បាត ទៅមកចឹងអស់តែ30 បាតទេដល់អយុធ្យានោះគឺយើងជួលម៉ូតូអស់មួយថ្ងៃត្រឹមតែ200 បាតទៀត 200 បាត ចាគឺយើងជិះពេញមួយថ្ងៃហ្នឹងយើងចង់ទៅលេងតាមគេហៅថាទីក្រុងបុរាណទីក្រុងអយុធ្យាគឺជាទីក្រុងបុរាណទីក្រុងចំណាស់ហ្នឹងហើយដែលមានកន្លែងកំសាន្តច្រើនហើយមានកន្លែងដែលគេហៅថាមានប្រកាសព្រះអង្គនៅនឹងដើមឈើហើយនិយាយរួមទៅគឺមានទស្សនវិជ្ជាស្រស់ស្អាតមែនតើ បាទទីទៀតយើងនឹងបង្ហាញជូនពុកម៉ែបងប្អូននៅផែនទីដែលធ្វើដំណើរតាមផ្លូវហ្នឹងដូចជាបងស្រីគាត់ជំនាញហ្មងពាក់ព័ន្ធនឹងមើល location ពីទីតាំងមួយទៅទីតាំងមួយធ្វើដំណើរដោយការជិះម៉ូតូអូយគឺលក្ខណៈថាព្រឹបសបាយមែនតើអត់ដែរមកសោះរត់អត់ដែរមកសោះហើយពេលហើយយើងត្រូវមើលទីតាំងដោយការមើល location អញ្ចឹងផ្សងព្រេងសុតសាំងតែម្ដងហើយយើងស៊ើយ Google អីរកមើលកន្លែងទីកន្លែងណាដែលញ៉ាំឆ្ងាញ់គេ Booking តាម Agoda បាននិយាយរួមទៅគឺមានលក្ខណៈងាយស្រួលមែនតើអត់តែមានលុយនៅក្នុងកង់ហើយយើងមាន passport ហើយគឺអូខេហ្មង ស្រួល អញ្ចឹងយើងធ្វើដំណើរមកដល់បាងកកតែម្ដងហើយបន្ទាប់មកយើងមកដល់បាងកកយើងចង់ធ្វើដំណើរកម្សាន្តនៅទីក្រុងបាងកកយើងត្រូវជិះទៀតបង ជី Grab អស់តិចមែនតើ អាលឿនហ្នឹងហ្មងហ្នឹងហើយសំឡហ្នឹងក៏បានដែរយើងតថ្លៃគេទៅបើសិនជាសំឡតែបើយើងជី Grab វាអស់តិចព្រោះវាមានឡូតនៅក្នុងហ្នឹងស្រាប់វាមានឡូតនៅក្នុងទូរស័ព្ទយើងស្រាប់យើងដោនឡូតកម្មវិធី Grab មួយទៅយើងជិះនៅក្នុងស្រុកថៃវាអស់លុយតិច បាទហើយមួយទៀតសម្រាប់បងប្អូនដែលគាត់ពិបាកលក្ខណៈថាចង់ជិះតាក់ស៊ីអញ្ចឹងបងមានថាបងមួយបងអញ្ចឹងគឺដំបូងហេតុអីគាត់តាក់ស៊ីមកយូរម៉េចដោយសារផ្លូវនៅទីក្រុងបាងកកគឺរឿងខ្វាត់ខ្វែងបន្តិចបើយើងហ្នឹងហើយបើយើងចង់ដឹងតម្លៃឲ្យច្បាស់គឺយើងឆែក booking តាក់ស៊ីសិនយើងមើលតម្លៃវាអស់ប្រហែលតមកយើងហៅតាក់ស៊ីដែលនៅជិតយើងជិះវិញហ្នឹងហើយហ្នឹងជាបទពិសោធន៍ថ្មីរបស់ពួកខ្ញុំផងដែរបងកំសាន្តទីក្រុងបាងកកផងដែរអូខេអញ្ចឹងកាន់តែដឹងច្បាស់ទៀតថាយប់ហ្នឹងយើងទៅណាទៀតអញ្ចឹងបងប្អូនក៏ចង់ទៅឃើញផ្សាយឬទៅផ្សាយផ្សេងទៀតតាមដានវីដេអូទាំងអស់គ្នា អូខេ see you tonight